ប្រធានាធិបតីនៃសន្តិភាពដូណាល់ត្រាំដាក់អវសានវិទ្យឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រឹមខែមិថុនាឆ្នាំនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលត្រូវបានប្រសិទ្ធនាមថាជាប្រធានាធិបតីនៃសន្តិភាពដោយសារតែក្នុងពេលកាន់អំណាចត្រឹមតែ1ឆ្នាំលោកអាចជួយផលិតសង្គ្រាមដល់ទៅ8រួមទាំងសង្គ្រាមកម្ពុជាផងដែរនោះបានដាក់អវសានវិទ្យឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រឹមខែមិថុនាឆ្នាំ2026នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP News កាលពីថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រាប់នាយកព័ត៌មានថាសហរដ្ឋអាមេរិកបានដាក់អវសានវិទ្យឲ្យរុស្ស៊ីនិងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងនៅត្រឹមខែមិថុនាដើម្បីបញ្ចប់សង្គ្រាមជិត4ឆ្នាំគត់ដែលបានផ្ទុះឡើងនៅថ្ងៃទី24កុម្ភៈឆ្នាំ2022ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនបានបង្ខំឲ្យរោងចក្រថាមពលនុយក្លេអ៊ែរកាត់បន្ថយផលិតកម្មកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅលោក Zelensky បានបន្ថែមថាប្រសិនបើរុស្ស៊ីនិងអ៊ុយក្រែនមិនបញ្ឈប់សង្គ្រាមតាមអវសានវិទ្យទេនោះរដ្ឋបាលលោកត្រាំទំនងជានឹងដាក់សម្ពាធលើភាគីរុស្ស៊ីនិងអ៊ុយក្រែនឲ្យបំពេញតាមអវសានវិទ្យនេះដំណឹងនេះកើតមានឡើងក្រោយពីលោក Vladimir Zelensky បន្ទាប់ពីកិច្ចចរចានៅទីក្រុងអាប៊ូដាប៊ីប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលបង្ហាញពីការជំរុញយ៉ាងខ្លាំងក្លារបស់ទីក្រុងវ៉ាស៊ីនតោនទោះបីជាការចរចាចុងក្រោយមិនទាន់មានលទ្ធផលជាដុំកំភួនលើបញ្ហាទឹកដីយ៉ាងណាក្តីក៏ភាគីរុស្ស៊ីនិងអ៊ុយក្រែនបានរាយការណ៍ពីវឌ្ឍនភាពជាវិជ្ជមានរួមទាំងការដោះដូរអ្នកទោសសង្គ្រាមចំនួន157នាក់ដែលជាលើកដំបូងក្នុងរយៈពេលជាច្រើនខែមកនេះផងដែរខ្ញុំតារាពី Alt News TV